ជំរាបសួរបង អីអូនឯងពីរនាក់ផ្នែកអីគេ ចាបងខ្ញុំខាងផ្នែកទទួលភ្ញៀវបង អូអត់និយាយជាមួយទេមានពីណាគេធំជាងហ្នឹងទេ ជំរាបសួរបងជួយមកគ្នាមកអ្នកដែរបង អីចង់និយាយធ្វើផ្នែកអីគេ សម្រាប់ខ្ញុំអ្នកគ្រប់គ្រងទូទៅនៅនឹងបង អូអញ្ចឹងអ្នកគ្រប់គ្រងអីចឹងមកឥឡូវពីណាគេតកែហាងសុំជួបតកែហាងតិចមក អូនឯងមានតែចង់ជួបខ្ញុំមកឥឡូវមានកិច្ចការអីនិយាយមក អូកិច្ចការធំហ្មងហៀបាទឥឡូវចេះឲ្យរៀងហេវដែរមើលរកអីហូបសិនណាហៀរាល់បន្ទប់ម៉ាស៊ីនត្រជាក់ហើយបើមានការ៉ាអូខេច្រៀងចិត្តអែមប្រោយហៀ ចង់មានបញ្ហាអីមកឯងកិច្ចការណែប្រាប់បាននៅ ចង់សួរហៀឯងនៅជួបបងប្អូនហ្នឹងនៅខ្វះបុគ្គលិកដែរចង់សុំធ្វើការមួយផង ការងារចាំបាច់អូនឯងសុខផងច្រៀងក្រៅអូខេផងបន្ទាប់ម៉ាស៊ីនត្រជាក់ទៀតមកសុំបងធ្វើការចឹង អាឡូម៉ែអញសួរឯងដូចឆោតមកអាយយកម៉ូតូអញទៅជិះរបៀបម៉េចឯងទៅបុកនឹងស្អីគេហ៎បានអាកង់មុខរត់មកក្រោយអាក្រោយរត់ទៅមុខហើយម៉ាស៊ីនរត់ទៅនៅតាប់ឡូនេះហ៎បុកមួយរត់ភ្លើងអាភ្លើងក៏សួរផ្លូវអីធម្មតាមិនជិះទៅជិះផ្លូវរត់ភ្លើងអូយអាខ្ចោព្យុះអើយតិចតោអញហ្នឹងអញមិននៅណាអញទេអញនៅហាងជួបបងប្អូនអញមានតារៈមកហ្នឹងនៅខាងក្រោយកន្លែងទៅស្លាកលេខឡានផ្លូវជាសភារាប្រហែល500ម៉ែត្រហ្នឹងហើយមកដល់ឃើញផ្លាកជួបបងប្អូនអញមានតារៈតិចបានអញគាត់សួរប៉ុណ្្នឹងឯងអូអានេះជីកំតិចមក ជំរាបសួរបង បាទជំរាបសួរ ចាបងចាញ់មកម៉ាអ្នកដែរបងចាបងចេញញ៉ាំខាងក្រៅឬខាងក្នុងបង អីអូនឯងពីរនាក់ផ្នែកអីគេ ចាបងខ្ញុំខាងផ្នែកទទួលភ្ញៀវបង អូផ្នែកទទួលភ្ញៀវអូអត់និយាយជាមួយទេអត់និយាយជាមួយទេហ្មងមានពីណាគេធំជាងហ្នឹងទេ ចាបងចង់បានអ្នកតំណែងធំជាងហ្នឹងតើអញ្ជើញចូលក្នុង អូអញ្ចឹងអ្នកធំជាងហ្នឹងនៅខាងក្នុងអូខេទៅជួបអ្នកធំអត់ទេអត់ជួបមកអត់ជួបទេជួបអ្នកតំណែងធំគេហ្នឹងនៅណាឃើញ ជំរាបសួរបងជួយមកគ្នាម៉ាអ្នកដែរបង ខ្ញុំមកតែឯងតែអីចង់និយាយធ្វើផ្នែកអីគេខាងផ្នែកអី សម្រាប់ខ្ញុំអ្នកគ្រប់គ្រងទូទៅនៅនឹងបង អូអញ្ចឹងអ្នកគ្រប់គ្រងអីចឹងមានតកែហាងទេមកឥឡូវពីណាគេតកែហាងសុំជួបតកែហាងតិច អូបងចង់ជួបតកាហាងហើយបងហ្នឹងហើយបងចង់ខ្ញុំជួយក៏ដល់មកជួបបងណា បាទចង់ជួបតកែហាងតែហ្មងនិយាយទៅអ្នកក្រមនិយាយជាមួយគ្នាអត់កើតទេការងារខ្ញុំវាសំខាន់ណាចង់ជួបតកែហាងតែហ្មងបាទហ្នឹងខ្ញុំចាំនេះបាទ អូនឯងមានតែចង់ជួបខ្ញុំ អូបាទជំរាបសួរហៀដែលជាម្ចាស់ហាងជួបបងប្អូន អូខ្ញុំហ្នឹងឯងម្ចាស់ហាងអូនឯងមានកិច្ចការអីហងហ៎ បាទកិច្ចការយីទៅចាំបាច់ហ្មងមិនចង់ជួបហៀហ្នឹង មកឥឡូវមានកិច្ចការអីនិយាយមក អូកិច្ចការធំហ្មងហៀបាទឥឡូវចេះឲ្យរៀងហេវដែរមើលរកអីហូបសិនណាហៀ ឥឡូវហូបអីសិនណាមកឥឡូវរស់ទឹកចង់អង្គុយទឹកណា អូក្រៅអញ្ចឹងមិនសូវចេះអង្គុយទេហៀមកឥឡូវរាល់បន្ទប់ម៉ាស៊ីនត្រជាក់ហើយបើមានការ៉ាអូខេច្រៀងចិត្តអែមប្រោយហៀ ចង់មានបញ្ហាអីខ្ញុំរៀបមកឈុតឲ្យហ្មងភ្ញៀវពិសេសប៉ុណ្ណឹងហើយ ចុងបន្ទប់ម៉ាស៊ីនត្រជាក់មែនហៀពេលសំខាន់មានការ៉ាអូខេច្រៀងទៀតណា ចង់អញថាយកបន្ទប់ម៉ាស៊ីនត្រជាក់ជាមួយនឹងក្រៅអូខេហ្នឹងបងរៀបឲ្យតា មានអីហៀពេញចិត្តស្ដោកតែហ្មងឥឡូវចេះដាក់អីហូបសិនណា អូមិនត្រជាក់ចឹងណាអូនឯងដាក់ស៊ុបហត់ក្តៅនឹងត្រជាតិហ្មង អូមានតាហៀជាក់ចឹងប៉ះដាក់ស៊ុបតែហ្មងអញ្ចឹងដាក់ស៊ុប មកសុំដល់ហើយចាប់ផ្ដើមអូន ហើយអានេះស៊ុបអីគេហៀ អូមានស៊ុបប្រហិតសាច់ត្រីអូន ហើយនៅនឹងមានតែស៊ុបប្រហិតសាច់ត្រីហៀ អូមានស៊ុបច្រើនទៀតតាស៊ុបទាកាប៉ាក៏មានស៊ុបយ៉ាហនក៏មានហើយនៅមានស៊ុបផ្សេងទៀតមកឈុតហូបបាន3 4នាក់ហើយតម្លៃវិញណាតាម9រៀល5កាក់អេអូនឯងហូបបានមកឆ្ងាញ់ហ្មង មានអារម្មណ៍ថាស្ទើរមានតែប៉ុណ្្នឹង អូមកឈុតវាតែប៉ុណ្ណា ហេមកឈុតតែប៉ុណ្្នឹងអូហូបមិនគ្រប់ហៀអត់ទេកំងថែមនេះខ្ញុំយកបកាមួយចានមឹកមួយចានសាច់មួយចានទៀតមកហើយបន្លែ4 5ចានទៀតមកដាក់ប៉ុណ្ណឹងមិនហូបគ្រប់មក អើមកអីចាំឲ្យក្មេងៗដាក់ឲ្យមិនដែរប៉ុណ្ណឹងពេញចិត្តទេ ហ្នឹងហៀប៉ុណ្ណឹងល្មមហ្មងបាទល្មមហូបទៅស្រួលហ្មង ហើយការងារដែលចង់និយាយហើយការងារអីគេដូចអត់ទាន់ឃើញនិយាយ អូនិយាយលើហើយឥឡូវនេះទៅហូបសិនណាបើស៊ុបពុះហ្នឹងហូបសិនហី តោះហូបសិនក៏ហូបទៅចឹង
តែសើហ្មងហៀស៊ុបប្រហិតសាច់ត្រីហៀឯងគឺថាឆ្ងាញ់យ៉ាងប្រយហើយលយទៀតសំខាន់បន្ទប់ការ៉ាអូខេហើយច្រៀងលេងកំសាន្តបានមកលយហ្មងហ្នឹងដូចហេនិយាយអញ្ចឹងមកយាយទីចៅណែប្រាប់បានហើយហ្នឹងហើយហៀចេះហ្នឹងណាចង់សួរហៀឯងនៅជួបបងប្អូនហ្នឹងនៅខ្វះបុគ្គលិកណាចង់សុំធ្វើការមួយផងអត់ការងារយូរហើយការងារចាំបាយយូរម៉ែងសុបផងច្រៀងការ៉ាអូខេផងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតមកសុំបងធ្វើការអញ្ចឹងបាទមកសុំធ្វើការ